ធ្លាប់កាលពីក្មេងរៀនអង់គ្លេសបានប៉ះចំសៀវភៅមួយដែលសរសេររៀបរាប់ពីរដ្ឋ Massachusetts នៅសហរដ្ឋអាមេរិកហើយកាលហ្នឹងក្នុងចិត្តណាគិតថាបើសិនជាមានឱកាសបានមកអាមេរិកចង់ទៅលេងរដ្ឋហ្នឹងឲ្យស្គាល់ម្ដងអញ្ចឹងណាបាទឥឡូវនេះបានមកដូចចិត្តហើយនេះគឺជាទស្សនវិជ្ជានៅក្នុងទីក្រុងមួយបាទដែលស្ថិតនៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាមេរិកនិយាយទៅខ្ញុំមកនេះគឺនៅរដូវរងាបាទនិយាយទៅគឺថាចង់មកមើលព្រិលមើលអីអញ្ចឹងណាដោយសារខាងខ្ញុំនៅ California ហ្នឹងអត់មានព្រិលអត់មានអីទេដល់ទៅលើភ្នំហើយឥឡូវនេះចៃដន្យបានមកលេងអញ្ចឹងទៅបងគាត់នាំជិះមើលទីក្រុងជុំវិញហ្នឹងអញ្ចឹងទៅនឹងហើយនិយាយទៅអាកាសត្រជាក់មែនទែនបាទចុះទៅពីលើឡានទៅស្ពឹកដៃស្ពឹកជើងបាទរកស្រោមដៃពាក់រកមួយពាក់ឲ្យតែមិនអញ្ចឹងទេគឺល្ងាញ័រហ្មងបាទត្រជាក់ខ្លាំងណាស់ហើយឥឡូវនេះចិត្តដល់ហើយចង់ទៅលេងដងស្ទឹងផងឆ្លងតាមស្តុបទៅដល់ហើយបាទបងប្អូនយើងមួយចំនួនគាត់ធ្លាប់បានស្ដាប់ចម្រៀងមួយបទដែលមានចំណងជើងថាដងស្ទឹងលវែលប្រហែលជាចង់ដឹងហើយបាទនិយាយទៅគឺថាដឹកសម័យថានារីដែលរស់នៅតាមដងស្ទឹងលវែលហ្នឹងមានសម្រស់ស្រស់ស្អាតដូចកវីចម្រៀងរបស់យើងលើកឡើងមកមែនអត់អញ្ចឹងណានេះហើយជាទស្សនវិជ្ជាដងស្ទឹងលវែលបាទគឺក្នុងរដូវរងាហើយនិយាយទៅគឺត្រជាក់ខ្លាំងមែនតើបងប្អូនតែខ្ញុំអត់បានឃើញមានបងប្អូនឬក៏ប្រជាជនអីគេដើរតាមដងស្ទឹងតាមអីទេបាទគឺនេះមានតែវងសត្វទាបាទប្រហែលវងនេះគេមកទុំនៅលើដុំតកអីអញ្ចឹងណានិយាយទៅគឺអាកាសធាតុត្រជាក់ខ្លាំងមែនតើណាស្ពឹកដៃនិយាយឡើងចេញផ្សែង